spec ក្បាល2ម៉ែត្រគុណនឹងបណ្ដោយ4ម៉ែត្រហ្នឹងចង់ដឹងថាមានតំណាំអីខ្លះឥឡូវមកទស្សនាវីដេអូហ្នឹងជាមួយខ្ញុំដឹងហើយមានតំណាំអីខ្លះហើយបងប្អូនឆ្ងល់ថាមិនបានតំណាំដាំលើទឹកសោះហើយទៅមិនបានយើងបាញ់ស្រោចទឹកវាទៅអីធ្វើអញ្ចឹងយើងកាត់បន្ថយតំណាំហ្នឹងវាស្រោបទឹកពីខាងក្រោមអញ្ចឹងយើងតនេដែរអញ្ចឹងព្រឹកល្ងាចអីហ្នឹងយើងបាញ់ស្រោចវាសាច់តិចអញ្ចឹងទៅដើម្បីឲ្យជួយបំពេញជាតិទឹកកុំឲ្យវាបឺតទឹកច្រើនពេកបាទអញ្ចឹងយើងមិនសូវរវល់រឿងថែមថយទឹកនឹងដែរអញ្ចឹងណាប៉ុន្តែពី3ថ្ងៃក៏យើងនៅតែមើលម្ដងដែរខ្ញុំនិយាយមែនណាបងប្អូនទោះបី space តូចអញ្ចឹងមែនប៉ុន្តែទាមទារឲ្យយើងនឹងអាសាមែនថែនបានតំណាំហ្នឹងវាល្អដែរណាបាទយើងមើលយើងបន្តោះយើងអីវារៀងមានច្រើនតំណការបន្តិចដែរអញ្ចឹងវាអាចរៀងរវល់បន្តិចដែរតែក៏យើងឆ្លៀតបានយើងធ្វើតាមកលៈទេសៈតាមពេលវេលាណាដែលយើងអាចឆ្លៀតនិងចំណាយពេលជាមួយវាបានកម្រិតណាអញ្ចឹងយើងធ្វើទៅតាមនឹងទៅជាលទ្ធផលដែលយើងទទួលបានណាតំណាំនីមួយហ្នឹងគឺថាល្អខ្លាំងមែនទែនហើយយើងអត់ចាំបាច់ត្រូវលាងទឹកអីច្រើនដងអីទេលាងតែមួយទឹកពីរទឹកហ្នឹងគឺរួចរាល់ដោយសារតែវាអត់មានប្រឡាក់ដីសម័យសមោជាប់តកៅឬក៏ក្រហមស្លឹកអីទេបងប្អូនគឺស្លឹកវាមិនថារុក្ខជាតិណាគឺឃើញនៅក្នុងរូបហ្នឹងហើយគឺល្អខ្លាំងមែនទែនញ៉ាំសឹងថាមិនបាច់ចាំបេះធៀងខាងក្រោមចោលក៏វានៅខ្ចីដែរអញ្ចឹងណាហើយនេះគឺជាស្ពៃបងប្អូនលឹកវាថាលូតលាស់ល្អហើយលឿនទៀតស្ពៃខ្មៅសម្រាប់ស្ពៃខ្មៅនេះដែរខ្ញុំអត់ដកវាឬក៏កាត់វាញ៉ាំទាំងអស់ទាំងត្រួយហ្មងទេគឺខ្ញុំបេះយកតែធៀងខាងក្រោមហ្នឹងទៅហើយទុកតែត្រួយមួយហើយស្លឹកធើហ្នឹងមួយទេហើយខ្ញុំដាក់វាទៅវិញគឺលូតលាស់លឿនជាងយើងដាំកូនទៀតកូនហ្មងមកយើងបណ្ដោះវាអីចឹងទៅវារៀងចំណាយពេលមួយអាទិត្យឬក៏ពី3ថ្ងៃអីចឹងទៅហ្មងបានដាំចឹងដល់ពេលយើងបេះតាធៀងចឹងគឺលូតលឿនណាហើយចំណេញពេលវេលាយើងបានជាខ្ញុំបេះតាធៀងចឹងព្រោះខ្ញុំពិសោធន៍ប្រហែលដងហើយស្ពៃខ្មៅហ្នឹងហើយជាមួយនឹងសាឡាត់គឺថានៅពេលដែលយើងបេះតាធៀងខាងក្រោមទុកតាត្រួយវាហ្នឹងគឺវាលូតល្អហើយខ្ទឹមសខ្ទឹមក្រហមហ្នឹងក៏អញ្ចឹងដែរខ្ញុំកាត់យកតែដើមវាទៅឲ្យវាលូតលាស់ដោះមកបន្តអញ្ចឹងទៀតទៅបាទហើយអញ្ចឹងយើងដាំម្ដងហ្នឹងយើងអាចយកផលពីវាហ្នឹងបានច្រើនដងអញ្ចឹងហើយមានប្រសក់មានអីចេះថាឆ្លៀតឆ្លើបប្រជាតិប្រចោហើយជីវ៉ាន់ស៊ុយនេះក៏ស្រួលបដោះស្រួលដាំដែរហើយមានម្អមមានជីរណាមានស្អីផ្សេងដោយបងប្អូនបានឃើញអានេះស្ពៃផ្កាលឿងណាបងប្អូនបាទហើយមានប៉េងប៉ោះមានអីនិយាយពីការមិនទាន់ដាក់តបថ្ងៃឡើងនិយាយពីអាណិតតំណាំមែនដូចសាឡាត់អីពេលខ្លាំងឡោកស្លឹកដែរដោយសារតែវាក្តៅខ្លាំងពេកឥឡូវហ្នឹងចាប់ផ្ដើមប្រក់តបហើយអញ្ចឹងទឹកដែលនៅខាងក្រៅហ្នឹងក៏វាអត់សូវបឺតខ្លាំងដែរ